សាងកេរ្តិ៍ឈ្មោះរាប់ទសវត្សរ៍តារាកំប្លែងជើងចាស់យាយអឿនប្រកាសចូលនិវត្តន៍យកពេលសម្រាប់ជួបជុំចៅចាបើទោះជាមិនមានវត្តមានក្នុងវិស័យសិល្បៈដូចមុនក៏ពិតមែនប៉ុន្តែតារាកំប្លែងជើងចាស់និងជាតារាចម្រៀងអាយ៉ៃជើងចាស់លោកយាយអឿននៅតែទទួលបានការគាំទ្រនិងចងចាំនៅស្នាដៃរបស់លោកយាយជានិច្ចផងដែរមុននឹងផ្អាកពីវិស័យសិល្បៈរយៈពេលប៉ុន្មានឆ្នាំចុងក្រោយលោកយាយអឿនបានសាងកេរ្តិ៍ឈ្មោះជាច្រើនទសវត្សរ៍មកហើយនៅលើវិថីសិល្បៈក្នុងនាមជាតារាចម្រៀងអាយ៉ៃព្រមទាំងជាតារាកំប្លែងមួយរូបដែលពោរពេញដោយសមត្ថភាពក្នុងនោះដែរមូលហេតុនៃការបញ្ចប់អាជីពជាតារាកំប្លែងរបស់លោកយាយអឿនក៏ព្រោះតែលោកយាយមានវ័យចំណាស់និងមានសុខភាពមិនអំណោយផលដូចមុនឡើយជាការពិតណាស់លោកយាយអឿនដែលមានឈ្មោះពិតថាសួនសំអឿនមិនត្រឹមតែជាវីរសិល្បករមួយរូបនោះទេតែលោកយាយក៏ជាមន្ត្រីរាជការមួយរូបដែលមានតួនាទីនៅក្នុងស្ថាប័នរដ្ឋអស់រយៈពេលប្រមាណជាង30ឆ្នាំមកហើយជាក់ស្ដែងថ្មីនេះលោកយាយអឿនបានបង្ហោះរូបភាពក្នុងឯកសណ្ឋានមន្ត្រីនៅក្នុងថ្ងៃចូលនិវត្តន៍របស់លោកយាយក្រោយបំពេញតួនាទីអស់រយៈពេល34ឆ្នាំសំណេរនោះដែរលោកយាយអឿនបានរៀបរាប់ថា34ឆ្នាំវាពិតជាលឿនហើយក៏ដល់ពេលសម្រាកពីការងារទុកពេលជួបជុំកូនចៅទួតបន្តទៀតអរគុណសន្តិភាពក្រោយការបង្ហោះដំណឹងនៃការចូលនិវត្តន៍របស់លោកយាយអឿនលើបណ្ដាញសង្គមហើយនោះគេឃើញមានសិល្បករសិល្បការិនីនិងអ្នកគាំទ្រជាច្រើនបានចូលទៅបញ្ចេញមតិជូនពរដល់លោកយាយអឿនឲ្យមានសុខភាពល្អនិងបង្ហាញក្តីស្រឡាញ់ជូនចំពោះលោកយាយផងដែរហើយអត្ថបទព័ត៌មានដែលនាងខ្ញុំជម្រាបជូនខាងលើនេះគឺមានតែប៉ុណ្ណឹងសូមអរគុណសូមជម្រាបលា